រត់ដងឲ្យតែធ្វើវីដេអូកាត់សក់អីចឹងឬក៏បរៀនកាត់សក់អីចឹងអ្នកគ្រូតែងតែដាក់ page មួយទៀតណាអត់ដែលដាក់ page Belly Salon នេះមករយៈនេះហ៎ដល់ឥឡូវនេះថ្ងៃនេះអ្នកគ្រូនឹកឃើញថាអូធ្វើវីដេអូចាដាក់ page Belly Salon ម្ដងមើលដើម្បីឲ្យបងប្អូនចាកំពុងតាមដានទស្សនាជាមួយនឹងចាស្នាដៃដែលអ្នកគ្រូបានបង្រៀនសិស្សចានិយាយទៅគឺអ្នកគ្រូបរៀនសិស្សច្រើនណាបងប្អូនទាំងអស់គ្នាដោយសារតែ page Belly Salon នេះគឺជា page ដែលធំអញ្ចឹងណាបងប្អូនចាមានអតិថិជននៅក្នុងដៃច្រើនហើយមួយទៀតក៏មិនបានថាបង្ហាញបងប្អូនថាអ្នកគ្រូបានបរៀនសិស្សអញ្ចឹងណាតែនៅក្នុង page មួយទៀតគឺដាក់ page រៀនកាត់សក់ណាបងប្អូនចាដាក់រូបអាវមួយទៀតអាវពណ៌រៀងខ្មៅបងប្អូនទាំងអស់គ្នាអាចជួយ follow ឬក៏ like page នឹងបានចា page រៀនកាត់សក់ពាក់ព័ន្ធជាមួយនឹងកូនសិស្សគាត់ចង់រៀនអីចឹងណាអញ្ចឹងអ្នកគ្រូដាក់ដោយ like ពីគ្នាហើយឥឡូវនេះក៏ធ្វើវីដេអូចាកាត់សក់រៀងលក្ខណៈថាត្រួសទេឲ្យបងប្អូនទស្សនាជាមួយនឹងចា page Belly Salon របស់យើងដែលកំពុងតែ viral ដែរហើយបងប្អូនចាមានចម្ងល់ឆ្ងល់សួរជាខ្លាំងថាបងប្អូនណារៀនកាត់សក់មួយថ្ងៃនឹងរៀនចេះអត់តើវាមានផលវិបាកអីខ្លះអត់ទេបងប្អូនទាំងអស់គ្នាចង់ប្រាប់ថានៅពេលដែលមករៀនកាត់សក់មួយថ្ងៃមានតិចនិចក្នុងការបញ្យល់ណាចាបញ្យល់ប្រាប់ថាម៉េចបានន័យថានៅពេលព្រឹកឡើងគឺអ្នកគ្រូប្រៀនពីការកាន់កត្រៃកាន់មិនមែនម្ដងកាន់តែធម្មតាទេកាន់ពីឧទាហរណ៍ថាកាន់កាត់នៅលើសក់មនុស្សហ្នឹងពេលដែលយើងវាយក្បួនហ្នឹងកាត់បែបមិនធ្វើដូចចលោមែនតែនអញ្ចឹងណាចាកាត់លើក្រាស់សិនតមកទៀតយើងចាប់ដើមបញ្យល់ថាកាត់ស្គាល់លើក្រេសក់ចាឆ្វេងស្ដាំអស់ហើយតមកទៀតកាត់លើ model ឲ្យមើលឲ្យបញ្យល់ឲ្យប្រាប់តិចនិចណាដែលបងប្អូនមិនអាចយល់លើសឬក៏ខុសរូបមន្តមើលសិនជាលើសលេខវាចេញបែបមិនគឺបញ្យល់ខ្លាំងតែម្ដងនិយាយទៅមករៀនមួយថ្ងៃស៊ីផុយជាមួយនឹងអ្នកគ្រូ Belly ចាខ្លួនឯងក៏ឆ្លាតចាបរៀនសិស្សឲ្យឆ្លាតលឿនអីហ្នឹងក៏ជំនាញដែរចាបងប្អូនទាំងអស់គ្នាកូនសិស្សណាដែលបានរៀនមួយអ្នកគ្រូចូល comment ឲ្យណានៃអ្នកមួយមើលបងប្អូនទាំងអស់គ្នាចានិយាយទៅគឺមិនឲ្យខកបំណងទេជាមួយនឹងការសិក្សាជាមួយនឹង Belly Salon ហើយម៉ូតសក់នេះយ៉ាងមិនដែរបងប្អូនទាំងអស់គ្នាឃើញថាភ្ញៀវញញឹមតាំងពីដើមក្បាលវីដេអូរហូតដល់ចុងវីដេអូតែម្ដងនេះ Belly Salon មានបើកបរិញ្ញាបត្រចាខ្លីត្រឹមកទៀតណាបងប្អូនទាំងអស់គ្នាជាមួយនឹងម៉ូតក្រេជប៉ុនបងប្អូនចារៀនម៉ូតវែងប្រភេទចាវែងជាមួយអ្នកគ្រូហើយចូលម៉ូតរៀងក្រេទៀតណាបងប្អូនដែលកំពុងតែនិយមនៅ Belly Salon តែម្ដងបងប្អូនមករៀនក៏គឺមិនខកបំណងនោះឡើយបងប្អូនចាហើយ Belly Salon មាន2ទីតាំងសម្រាប់បងប្អូនចង់ទទួលសេវាកម្មទីតាំងទី1ស្ថិតនៅលើផ្លូវ139ផ្លូវការរត់ទឹកឡប់ទៅមុខពេជ្រសក្តិសាខាទី2ស្ថិតនៅលើផ្លូវ60ម៉ែត្រទល់មុខសាលា IFPP ហើយបងប្អូនទាំងអស់គ្នាចំពោះការសិក្សាបងប្អូនអាចឆាតចូល page ដែល Belly Salon អក្សរខ្មែរអក្សរអង់គ្លេសក៏ដូច page រៀនកាត់សក់ទាំង3របស់អ្នកគ្រូហើយក៏អរគុណបងប្អូនទាំងអស់គ្នាដែលគាំទ្រអ្នកគ្រូទាំង3 page ក៏ដូច TikTok ចាទាំង2 page ផងក៏ដូចជាចា YouTube ទាំង2ផងចាអូឌីលក្ខណៈច្រើនណាជំរាបលាអរគុណច្រើន